ล้านสิริทำไมอะไรกันแต่ตุ่มเนิบกันแต่สะอาดคนแต่ดมไหลวิ่งกันแต่ซ้อมรมคลั่งเหม็นเต้นบองปอนโดยสิริทำไมได้บองปอนกลมปงแต่เคยนี่จังคือมาดองฟองเอลอสแม็กสิริทำไมจงกล้าวเมียนแตงประเภทสร้างสดให้นังประเภทไฮบริดได้ดมไหลวิ่งจับดามปีเมินเชียงตายปนอบองปอนก็ขนองออกการนี้คือตัวบานโปรโมชั่นบรรจอดมไหลเราโฮเตอร์ดอ$2,000โบรวมជាមួយនឹងការថែមជូនកញ្ចប់ថែទាំដែលមានតម្លៃចាប់ពី$2,000ទៅដល់$3,500ភ្លាមឯណោះហើយឡានស៊េរីថ្មីនេះឥឡូវកំពុងតែមាននៅក្នុងស្តុកប្រសិនបើបងប្អូនចង់បានអាចទំនាក់ទំនងដងហ្វុង Hybrid Cambodia តាមរយៈលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់ឥឡូវមុននឹងយើងចូលទៅដល់តម្លៃលម្អិតក៏ដូចជាការបាទ free ជូនកញ្ចប់ថែទាំយ៉ាងម៉េចនោះយើងមកមើលរូបរាងបាទផ្នែកខាងក្រៅរបស់រថយន្តទាំងពីរនេះវិញចង់បញ្ជាក់បងប្អូនដែរបាទពណ៌ខ្មៅនេះគឺជាប្រភេទដងហ្វុង Elos Max បាទជាប្រភេទសាំងសុតហើយនេះគឺជាប្រភេទដងហ្វុង Elos Max ប្រភេទ Hybrid ឥឡូវយើងមកមើល Hybrid មុនទាំងអស់គ្នាបងប្អូនអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេបងប្អូនគឺការរចនាផ្នែកខាងក្រៅហើយផ្នែកខាងមុខនេះឯងដែលមើលទៅគឺស្អាតខ្លាំងមែនទែនមានអក្សរ Elos បូកជាមួយនឹង logo របស់ដងហ្វុងហើយនឹងប៉ាណាបែបអក្សរ V បង្ហាញអំពីភាពជាជំនះក៏ដូចជាបើកបរទៅកាន់តែមានភាពអំណាចហើយនឹងស្រស់ស្អាតខ្លាំងជាពិសេសខ្ញុំស្រឡាញ់ជាមួយនឹងសញ្ញោប្រដេញហើយនៅពេលដែលបងប្អូនបើកពេលយប់ភ្លើងនេះគឺពីឆ្វេងដល់ស្ដាំកាត់ទៅតឹងបាទប៉ាណាផ្នែកខាងមុខរបស់រថយន្តនេះតែម្ដងហើយចំពោះកន្លែងនេះគឺមានបាទក្រូមេពណ៌សដែលធ្វើឲ្យរថយន្តកាន់តែមានសម្រស់ហើយនឹងកាមេរ៉ាផ្នែកខាងមុខបងប្អូនចង់បញ្ជាក់អំពីទំហំរបស់រថយន្តនេះដែររថយន្តនេះគឺជាប្រភេទរថយន្ត SUV 5 កៅអីធំទូលាយខ្លាំងដែលមានប្រវែងសរុបរហូតទៅដល់ 4.65 ម៉ែត្រកម្ពស់វិញរហូតទៅដល់ 1.63 ម៉ែត្របូករួមជាមួយនឹងទទឹងវិញរហូតទៅដល់ 1.90 ម៉ែត្រឯណោះហើយកម្ពស់ពីដីមកបាតរថយន្តគឺខ្ពស់ខ្លាំងដោយសារតែរថយន្តនេះបានប្រើប្រាស់ជាមួយនឹងសម្បកកង់ក៏ដូចជាយ៉ាន់ដែលមានទំហំរហូតទៅដល់ 20 អិញហើយការរចនាវិញស្អាតខ្លាំងបងប្អូនខ្ញុំស្រឡាញ់ជាងគេគឺប្រភេទ flash door handle ហ្នឹងដោយសារតែការ design បែបនេះគឺទាន់សម័យបូករួមជាមួយនឹងជួយដល់ប្រព័ន្ធ aerodynamic ហើយចំពោះត្រឡោកកញ្ចក់នេះបងប្អូនក៏មានបាទមុខងារក្តោបក៏ដូចជាពន្លាអូតូបូករួមជាមួយនឹងមុខងារ blind spot monitor នៅក្នុងនេះផ្នែកខាងក្រោយវិញក៏ជាចំណុចផ្អែមរបស់រថយន្តនេះដែរដោយសារតែរថយន្តនេះគឺបានការរចនាស្អាតខ្លាំងមែនទែនជាពិសេសសញ្ញោប្រដេញស្រដៀងជាមួយនឹងផ្នែកខាងមុខបូករួមជាមួយនឹងរបាភ្លើងពីឆ្វេងដល់ស្ដាំធ្វើឲ្យរថយន្តនេះកាន់តែមានសម្រស់ហើយនេះគឺអក្សរ Elos ដែលធ្វើឲ្យរថយន្តមើលទៅគឺកាន់តែស្អាតទាន់សម័យបាទ model របស់គេ Max ហើយចំពោះផ្នែកខាងក្រោយនេះគឺយើងបើកដោយស្វ័យប្រវត្តិតែម្ដងឃើញទេបងប្អូនលយខ្លាំងមែនទែនគូតក្រោយក៏មានទំហំធំដែលបងប្អូនដាក់វ៉ាលីបានច្រើនខ្លាំងមែនទែនហើយខាងក្រោយនេះក៏មាន sensor រហូតទៅដល់ 4 គ្រាប់បូករួមជាមួយនឹងកាមេរ៉ាផ្នែកខាងក្រោយផងដែរចូលមកដល់ផ្នែកខាងក្នុងវិញណាបងប្អូនគឺមានការរចនាបែបប្រណិតក៏ដូចជាមានផាសុខភាពខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ថាងាយស្រួលក្នុងការអង្គុយក៏ដូចជាអូចូលមកមានអារម្មណ៍ស្រស់ស្រាយតែម្ដងហើយខាងក្រោយនេះក៏មានម៉ាឡុកម៉ាស៊ីនត្រជាក់ក៏ដូចជាមានរុន USB Type A ហើយនិង Type C អញ្ចឹងយើងអាចបញ្ចូលថ្មទូរស័ព្ទបានមកងាយស្រួលបូករួមជាមួយនឹងកន្លែងដែលយើងអាចដាក់អីវ៉ាន់បានច្រើនណាបងប្អូនហើយចំពោះផ្នែកខាងមុខវិញក៏កាន់តែកប់សេរីដែរបងប្អូនឥឡូវយើងចូលទៅមើលផ្នែកខាងមុខទាំងអស់គ្នាចូលមកដល់ផ្នែកខាងមុខកន្លែងតកង់ឡានវិញណាបងប្អូនគឺមានការរចនាបែបប្រណិតហើយស្អាតមើលទៅគឺទាន់សម័យខ្លាំងមែនទែនចំពោះអេក្រង់នេះបងប្អូនគឺមានទំហំធំហើយបញ្ឈរចំកណ្ដាលតែម្ដងដែលយើងអាចភ្ជាប់ជាមួយនឹងមុខងារ Car Bit Link យើងអាច play YouTube ឬក៏ចាក់ចម្រៀងឬក៏មើលវីដេអូអីនៅលើបាទអេក្រង់ដ៏ធំនេះលើសពីនឹងទៅទៀតមានមុខងារកាមេរ៉ា540 degree ដែលយើងអាចមើលជា 2D ក៏បាន 3D ក៏បានមើលពីជ្រុងណាក៏បានដែរជាពិសេសមើលដល់សាក់ស៊ីរបស់រថយន្តទៀតលើសពីនឹងទៅទៀតមុខងារផ្សេងដូចជាមុខងារម៉ាស៊ីនត្រជាក់អីគឺគេដាក់នៅលើអេក្រង់នេះទាំងអស់តែម្ដងណាបងប្អូនហើយរថយន្តនេះគឺផ្ដល់នៅលក្ខណៈសម្បត្តិពិសេសមួយទៀតដែលរថយន្តផ្សេងក្នុងតម្លៃប៉ុណ្នេះអត់មាន
គឺកៅអីក្តៅត្រជាក់ផ្នែកខាងមុខនឹងឯងបងប្អូនដោយសារតែរថយន្តនេះបានភ្ជាប់មកជាស្រេចតែម្ដងនៅមុខងារក្តៅត្រជាក់ផ្នែកខាងមុខនឹងតែម្ដងងាកមកកន្លែងនេះវិញបងប្អូន Block Center Console នេះវិញណាគឺមានមុខងារបាទបញ្ជាទៅលើ Frank Die Electronic ក៏ដូចជាចង្កឹះលេខដែលមានការរចនាបែប Crystal ទូចប៉ុនមេដៃងាយស្រួលក្នុងការបញ្ជាក៏ដូចជាដាក់លេខបានរលូនហើយពេលនៅកន្លែងនេះក៏ដូចជាភ្លើងសំផ្លូវនៅលើនេះវិញអញ្ចឹងការរចនាបែបនេះគឺលយហើយងាកមកកន្លែងនេះវិញក៏មានកន្លែងយើងដាក់កៅទឹកចំនួន2បូករួមជាមួយនឹងបាទ Cool Box ដែលយើងអាចក្លាសេបាទទឹកឬក៏ភេសជ្ជៈពេលដែលយើងបើកបរបានចង្កូតបងប្អូនចង្កូតគឺជាចំណុចពិសេសមួយរបស់រថយន្តដែរដោយសារតែចង្កូតរបស់រថយន្តនេះគឺប្រើប្រាស់ជាប្រភេទ electronic ហើយមានមុខងារ adaptive cruise control ក៏ដូចជា auto pilot នៅលើនេះផងដែរបន្តិចទៀតខ្ញុំនឹងបើកនៅផ្នែកខាងក្រៅដើម្បីបាទប្រើមុខងារ adaptive cruise control ឬក៏ auto pilot នេះនៅលើបាទ function របស់មុខងារដៃចង្កូតនេះហើយចំពោះអេក្រង់ផ្នែកខាងមុខនេះវិញណាឬក៏គេហៅថាអេក្រង់អ្នកបើកបរបងប្អូនគឺមានព័ត៌មានជាច្រើនស្ដីអំពីការបើកបរក៏ដូចជាសញ្ញាចរាចរណ៍ឬក៏មុខងារផ្សេងពាក់ព័ន្ធជាមួយនឹងការបើកបរច្រើនមែនទែនដែលបងប្អូនអាចមើលលើនេះបានទូលាយក៏ដូចជាស្រឡះផងដែរងាកមកមើលដំបូលបងប្អូនដំបូលគឺជាចំណុចពិសេសមួយរបស់រថយន្តដោយសារតែអ្នកដែលបើកបររថយន្តភាគច្រើនគឺចង់បានបាទដំបូលបែបហ្នឹងគឺដំបូលបើកហើយពីផ្នែកខាងមុខដល់ផ្នែកខាងក្រោយហ្មងបើកធំមែនទែនបងប្អូនដែលក្មេងៗអាចបាទងើបចេញមើលទេសភាពផ្នែកខាងក្រៅបានមកស្រួលក៏ដូចជាមានអារម្មណ៍ថាស្រស់ស្រាយនៅពេលដែលយើងបើកបរនៅកន្លែងដែលមានអាកាសធាតុក៏ដូចជាបាទទេសភាពស្អាតពេលដែលយើងបើកបរឥឡូវផ្នែកខាងក្នុងខ្ញុំមានតែប៉ុណ្ណឹងជូនបងប្អូនយើងទៅមើលផ្នែកម៉ាស៊ីនទាំងអស់គ្នាអូខេបងប្អូនខ្ញុំចង់បញ្ជាក់បងប្អូនដែររថយន្តស៊េរីថ្មីនេះគឺប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Max Double Engine 1.5 4ស៊ីឡាំងដែលអាចផលិតកម្លាំងបានខ្លាំងមែនទែនបងប្អូនរហូតទៅដល់204 PS និងកម្លាំងរមួលរហូតទៅដល់565 Newton meters ឯណោះហើយកម្រិតស៊ីប្រេងឥន្ធនៈវិញណាបងប្អូនគឺសន្សំសំចៃខ្លាំងមែនទែនសម្រាប់ model hybrid នេះគឺត្រឹមតែ 3.4 លីត្រតែប៉ុណ្ណោះក្នុងរយៈចម្ងាយ100 គីឡូម៉ែត្រអញ្ចឹងជាទូទៅចំពោះប្រភេទសាំងសុទ្ធក៏ដូចជា hybrid គឺម៉ាស៊ីនដូចគ្នាទេតែគ្រាន់តែថាប្រភេទសាំងសុទ្ធនេះអាចស៊ីសាំងច្រើនជាងប្រភេទ hybrid បន្តិចប៉ុន្តែការរចនាក៏ដូចជា option ផ្សេងគឺដូចតែគ្នាទេហើយប្រសិនបើបងប្អូនទិញក្នុងឱកាសនេះបានការបាទបញ្ចុះតម្លៃ 2000 ហើយថែម កញ្ចប់ថែទាំដែលមានតម្លៃពី 2000 ទៅដល់ $3,500 ចំពោះប្រភេទ hybrid តម្លៃត្រឹមតែ $29,700 តែប៉ុណ្ណោះហើយនឹងប្រភេទសាំងសុទ្ធតម្លៃត្រឹមតែ$26,800 តែប៉ុណ្ណោះអញ្ចឹងពិតជាពិសេសខ្លាំងមែនទែនបងប្អូនទទួលបានរថយន្តដែលមានមាឌធំ option ទំនើបរូបរាងបែប sport ទៀតអញ្ចឹងនៅចាំអីទៀតបងប្អូនកុំភ្លេចទំនាក់ទំនង Dongfeng Hybrid Cambodia តាមរយៈលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់អូខេបងប្អូនទាំងអស់គ្នាឥឡូវយើងទៅបើកបរសាកល្បងផ្ទាល់ហ្មងចង់ដឹងថាតើរថយន្តស៊េរីថ្មីនេះវាផ្ដល់ថាមពលក៏ដូចជាមានផាសុកភាពប៉ុណ្ណាអញ្ជើញមកជាមួយខ្ញុំទាំងអស់គ្នាពេលដែលខ្ញុំបានបើកបរលើរថយន្តស៊េរីថ្មីនេះខ្ញុំមានអារម្មណ៍ថាមានផាសុកភាពក៏ដូចជាងាយស្រួលក្នុងការបើកបរមែនទែនបងប្អូនជាពិសេសដៃចង្កូតដែលមានភាពធូររលុងដោយសារតែចង្កូតនេះប្រើជាចង្កូតប្រើភ្លើងឬក៏អេឡិចត្រូនិកណាបងប្អូនអញ្ចឹងវាធូររលុងខ្លាំងមែនទែនហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺនៅពេលដែលយើងបើកបរគឺយើងអាចចាក់ចម្រៀងតាមរយៈកម្មវិធី BitLink ដែលយើងអាចភ្ជាប់ជាមួយនឹងទាំង Android ហើយនឹង iOS យើងចាក់ YouTube ក៏បានដែរញាក់សាច់តែម្ដងហើយ speaker វិញគឺលើពីរោះរំដំខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហើយចំពោះកៅអីវិញណាគឺអង្គុយទៅមានផាសុកភាពលើពីនឹងទៅទៀតដូចខ្ញុំបញ្ជាក់នៅក្នុងវីដេអូមុនអញ្ចឹងគឺមានមុខងារក្តៅត្រជាក់ដែលយើងអាចបញ្ជាបានយ៉ាងងាយស្រួលតែម្ដងនៅលើនេះបាទអញ្ចឹងពេលដែលយើងក្តៅខ្នងអីដាក់មុខងារនេះគឺផ្ដល់នៅផាសុកភាពថែមមួយកម្រិតទៀតចំពោះអ្នកបើកបរបន្ថែមលើសពីនឹងទៅទៀតណាបងប្អូនអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតគឺបាទ wireless charge ដែល wireless charge នេះគឺយើងអាចបញ្ចូលថ្មទូរស័ព្ទបានយ៉ាងលឿនដោយសារតែវាបាទទំហំរហូតទៅដល់50 វ៉ាត់បញ្ចូលតែបន្តិចពេញ
là vì năng tiết bóng ôn ai bị cho tam là giặc sai có bán đây rồi xa tại miền sai đào chẳng á nào bóng ôn ở vậy đặt nhom chắp ở rõm chương kê nửa lơ rọt dân ní ha bóng ôn tua bay chỉ miền đầm lái pi mơn chiêng men phần tai miền mục nghề số vật tập hiệp có đôi chiêng mục nghề auto pilot hai rồi biệt pra cứ nghề sưu mền tên nửa pe đại bóng ôn bác là bươn 30 km trong mùi máu bóng ôn còn tại cho lơ bụt tông mùi ní và tọt máu nâng chinh phía tha ICA activated hai và tọt máu bóng ôn cho này khẳng khảo ní mùi máu đam bay ao vi chắp cái hai tha để xa cùng liệt pi rọt dân rồi bỏ dương cái đôi chia rọt dân này khẳng một cái nam bóng ôn hai và tọt máu bóng ôn cho mùi tiệt nè này khẳng khảo nâng đam bay vi chắp còn lông phơi nè pe đại vi chắp ban hai dân ai phải lên đáy cái đôi chia phải lên ghé nâng phải lên prang ban hai dân phần ní cứ dương activate auto pilot hai rọt dân nâng thưa đầm ná cái đôi chia bác bó đói khuôn ai khởi nhé bóng ôn nhóm ở trăm bạch can chữ code cái đôi chia tròn ghé tề chẳng về tư mốc bà đôi rồi luôn tại mà đòn một nghe nhưng cái thao về miền bây giáo nè pe đại bóng ôn tròn và lén đai mà đo mà ca rồi có ba nè lơ plơ đại miền phiệp sờ la hai nâng miền cùng nục cục cón đó na bóng ôn là vì nâng từ tiết rồi vô này có đo chôn nâng một nghe bị xe muôi đại bóng ôn tròn ban đại cứ một nghe chặt phẳng bẩn toán tiếng phân này kháng mốc nâng này khẳng còi wow bị xe khang miền tên chụp nói mùi này hai rồi dân này có đo nơi một nghiêm blind spot monitor này chụp hiền nè pe đại miền rồi dân và trên cứ viên lótสัญญา tít ao dương đăng tam đòn bọn tham là bị nâng từ tiết của miền một nghiêm bị xe muối đại nhung kết tha về miền phải giàu nè pe đại bom ôn trong bạc viên lan trên hai miền rồi dân rồi có mà tô nơi các bái rồi dân này có đo สัญญา ao dương bán đăng tha miền opasa nơi này chụp hiền cũng ao dương toán bà thuyền rồi bỏ dân pe đại sờ lá chạm dương bạc nửa pe đại về chọp lấy đi hai dương bạc phía lấy nâng đạch từ pe đòi xoay pro watt tại mà đòn khởi nhé bông ôn pe anh chẳngประสาน ba bông ôn chắp ở rõm rồi dân tiền pi model ní ai tụm nẹt tụm nón đông phong hybrid Cambodia tam rồi dạy lấy tu sáp đối miền bằng hai nửa lấy ekran chẳng video rồi ba admin ngày ní miền tai phần đăng tế chỉ trong crowd xôm ao côn xôm chụp điệp lìa